មុននឹងចាប់ដើមសូមអរគុណលោកពូខឹមវាសនាដែលលោកពូបានចំណាយពេលមកជួបយុវជនយើងដើម្បីពិភាក្សាពីបញ្ហានយោបាយបញ្ហាយុវជនសូមអរគុណលោកពូជាខ្លាំងដែលចំណាយពេលហើយជាធម្មតាមុននឹងយើងចាប់ផ្ដើមខ្ញុំសូមប្រាប់ពីជំរាបពី agenda នៃការពិភាក្សាធម្មតាខ្ញុំ brief ព័ត៌មានប្រចាំសប្តាហ៍ព័ត៌មាននយោបាយព័ត៌មានសង្គមសេដ្ឋកិច្ចប្រចាំសប្តាហ៍តបមកយើងអនុញ្ញាតឲ្យវាគ្មិនបញ្ចេញមតិចំណាប់អារម្មណ៍គ្នាដំបូងរបស់លោកពូពី topic យើងគឺសិទ្ធិនិងអំណាចរយៈពេលប្រហែលជា20នាទីឬ15នាទីអាស្រ័យទៅលើ concept ដែលលោកពូចង់បង្ហាញជាគ្រាដំបូងជា introduction ទៅលើ topic បន្ទាប់មកយើងនឹងបើកឲ្យមានការដេញដោលសួរទៅលើចំណាប់អារម្មណ៍គ្នាដំបូងរបស់លោកពូនេះជា topic ហើយយើងមាន hashtag សម្រាប់យុវជនសម្រាប់សមាជិកយើងដែលគាត់ប្រើ Facebook ឬ Twitter យើងមាន hashtag ដែលយើងជាទូទៅដែលយើងប្រើមាន hashtag #politiccoffee លោកពូខឹមវាសនាឈ្មោះគាត់ផ្ទាល់សេជាប់គ្នា LDP use KH election KH politics KH ហើយ Wi-Fi យើងមានហើយនេះអ្នកណាប្រើត្រូវការ Wi-Fi អូខេសិទ្ធិនិងអំណាចនេះជា topic ដែលយើងនឹងពិភាក្សាថ្ងៃនេះដោយសារគ្នាយើងច្រើនហើយខ្ញុំគិតថាយើងមិនបាច់ណែនាំខ្លួនម្នាក់ម្ដងទេច្រើនខាត់ពេលខ្ញុំអាចស្គាល់មុខបានទ្រូខ្ញុំគិតថាយុវជនដែលយើងនេះគឺភាគច្រើននិស្សិតហើយនឹងអ្នកធ្វើការអង្គការហើយមួយចំនួនផ្សេងទៀតជាយុវជនរបស់គណៈបកសម្ព័ន្ធ LDP បាទអញ្ចឹងខ្ញុំសូមចាប់ផ្ដើមដោយព្រីសព័ត៌មានប្រចាំសប្តាហ៍បន្តិចប្រហែលជា 4-5 ព័ត៌មានមុននឹងឲ្យពេលវេលាទៅកាន់លោកពូដើម្បីចាប់ផ្ដើមលើ topic របស់យើងទី1ព័ត៌មានទី1យើងមើលរបាយការណ៍របស់លីកាដូបានចេញរបាយការណ៍ថាមានមនុស្សជាងកន្លះលានអ្នករងគ្រោះដោយសារបញ្ហាដីធ្លីហើយនៅគ្រាន់តែដើមឆ្នាំ2014មានគ្រួសារចំនួន2246គ្រួសាររងគ្រោះដោយសារដីធ្លីតួលេខនេះវាកើនឡើង1ជា4បើប្រៀបធៀបនៅឆ្នាំ2013រយៈពេល4ខែដំបូងវាឡើង1ជា4ហើយយើងឃើញថាតាំងពីឆ្នាំ1993មកយើងមានក្រុមហ៊ុនចំនួន120ក្រុមហ៊ុនដែលរកស៊ីខាងដីសម្បត្តិហើយក្នុងចំណោមក្រុមហ៊ុននោះមានក្រុមហ៊ុន82ក្រុមហ៊ុនជាក្រុមហ៊ុនបរទេសមកក្នុងចំណោមក្រុមហ៊ុនបរទេសមានក្រុមហ៊ុនបរទេស2ដែលច្រើនជាងគេទី1ក្រុមហ៊ុនវៀតណាមនិងចិនវៀតណាមមាន34ក្រុមហ៊ុនរកស៊ីខាងដីសម្បត្តិចិនមាន25ក្រុមហ៊ុនរបាយការណ៍លីកាដូត្រូវបានច្រានចោលដោយរដ្ឋាភិបាលភ្លាមគឺក្រសួងដែនដីក៏រូបនីយកម្មច្រានចោលរបាយការណ៍នេះបាទតើទៅនឹងដីធ្លីដែរព័ត៌មានទី2អភិបាលខេត្តព្រះវិហារលោកអ៊ុំម៉ារ៉ាបានផ្ញើសម្បត្តិមកកាន់ឧបសខេងថាឲ្យបិទទ្វារអង្គការមួយឈ្មោះអង្គការពន្លកខ្មែរចោទថាអង្គការហ្នឹងបានញុះញង់ឲ្យប្រជាពលរដ្ឋនៅខេត្តព្រះវិហារបំផ្លាញដំណាំអំពៅរបស់ក្រុមហ៊ុនចិនបំផ្លាញប្រហែលជា36តោនក្នុងដី3ហិកតាហើយដល់ពេលពីច្រើនយុវប្រជាជននៅក្នុងខេត្តព្រះវិហារហ្នឹងគឺជនជាតិគួយហើយគាត់ចោទក្រុមហ៊ុនពន្លកខ្មែរថាបានញុះញង់ឲ្យទៅបំផ្លាញហ្នឹងហើយគាត់បានផ្ញើសម្បត្តិហើយឥឡូវការសម្រេចចិត្តថាបិទឬបិទមិនទាន់ទេទើបតែផ្ញើសម្បត្តិទៅទេប៉ុន្តែមានរឿងហ្នឹងវាមានប្រវត្តិតាំងពីដើមមកពីមុនតាក់ទងនឹងបញ្ហាវាស់ដីរបស់យុវជនសម្ដេចតេជោគាត់បានចុះវាស់ដីនៅក្នុងសហគមន៍នឹងម្ដងប៉ុន្តែជនជាតិគួយបដិសេធដោយសារដីហ្នឹងគឺជាដីសមូហភាពជនជាតិភាគតិចគាត់មានដីសមូហភាពអញ្ចឹងអាចវាស់ចែកគ្នាបានទេដីរួមអញ្ចឹងទៅគេចោទអង្គការហ្នឹងថាញុះញង់ប្រជាពលរដ្ឋញុះញង់ឲ្យប្រជាពលរដ្ឋហ្នឹងបដិសេធនឹងការអភិវឌ្ឍរបស់គោលការណ៍រដ្ឋាភិបាលនៅពេលនោះលោកអ៊ុំម៉ារ៉ាធ្លាប់ទេទូរស័ព្ទហៅប្រធានអង្គការហ្នឹងទៅជួបទាំងយប់ម្ដងឲ្យម៉ោង9យប់នៅផ្ទះគាត់ប៉ុន្តែប្រធានអង្គការបានទៅទេរឿងហ្នឹងវាកើតឡើងបន្តមាន conflict រវាងអង្គការនិងអភិបាលខេត្តដល់ពេលឥឡូវផ្ញើសម្បត្តិទៅឲ្យបិទនឹងសាច់រឿងបន្តមកទី3ធនាគារពិភពលោក ADB
គាត់បានទស្សទាយថាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ2014នឹងថយចុះមកដល់ត្រឹម 7% បើតាមគាត់ predict ពីមុនគាត់ថាអាចឡើងដល់ 7.5 ក៏ប៉ុន្តែដោយថាស្ថានភាពនយោបាយដោយសារតែការបាត់ទំនុកចិត្តពីអ្នកវិនិយោគដោយសារតែកម្លាំងពលកម្មរបស់ប្រជាជនខ្មែរយើងវាអត់ថិតទេធ្វើការ 3 4 5 ខែអញ្ចឹងទៅឈប់ទៅអត់មានការងារធ្វើដល់ពេលចឹងកម្លាំងពលកម្មវាអត់ថិតទេគាត់ថាជាហេតុផលមួយដែរដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចថយចុះហើយនៅអតិផរណាប៉ុន្តែសំខាន់គឺបញ្ហានយោបាយស្ថិរភាពនយោបាយហ្នឹងធ្វើឲ្យសេដ្ឋកិច្ចហ្នឹងវាថយមកដល់ 7% ក៏ប៉ុន្តែឆ្នាំ2015គាត់ expect ថាឡើងទៅវិញសេដ្ឋកិច្ចហ្នឹងអាចឡើងទៅដល់ 7.3% 2015នេះអ្វីដែលជារបាយការណ៍អង្គការធនាគារពិភពលោកទី4សភាបានចាប់ផ្ដើមបើកទ្វារប្រជុំសភាស្រុកយើងប្រហែលជាយើងដឹងឯងគាត់ប្រជុំគាត់ធ្វើការ3ខែម្ដងគាត់សម្រាប់ម្ដង3ខែសម្រាប់3ខែធ្វើការអញ្ចឹងគាត់បើកទ្វារប្រជុំបន្ទាប់ពីគាត់សម្រាប់រយៈពេល3ខែហើយការបើកនេះគឺជាលើកទី2លើកទី1គាត់បើកនៅខែ9យើងចាំទេដែលមហាក្សត្រគាត់ផ្ញើព្រះអង្គផ្ញើលិខិតផ្ញើអីទៅនេះហ្នឹងលើកទី1ហើយឥឡូវបើកចាប់ផ្ដើមលើកទី2បន្ទាប់ពីគណៈពេលដែលគណៈបកទាំងពីរគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនហ្នឹងគាត់អត់និយាយគ្នាចរចាគ្នាអត់ទាន់ត្រូវអញ្ចឹងទៅគណៈបកប្រជាជនបើកសភាជាលើកទី2ហ្នឹងតែឯងទៀតហើយជា result នៃការចរចាគ្នាមិនត្រូវហ្នឹងក៏លោកប្រធានសំរងស៊ីគណៈបកសង្គ្រោះជាតិធ្លាប់គម្រាមថានឹងធ្វើបាតកម្មជាថ្មីម្ដងទៀតគម្រាមថាធ្វើបាតកម្មទី1មកប៉ុន្តែអត់ទៅវិញគម្រាមមកធ្វើជាសមាជប្រជាជនវិញមកធ្វើជាសមាជប្រជាជនថាសុំទីតាំងទី Freedom Park ទីលានជាតបតៃធ្វើក៏ប៉ុន្តែបរាជ័យទៀតដោយសារតែមានការរំខានមិនអនុញ្ញាតពីអាជ្ញាធរមកធ្វើនៅមុខនេះនៅមុខសភាចាស់នេះហើយក៏មានការរកគួនអីទៅដើរទៅធ្វើនៅទីស្នាក់ការបកអញ្ចឹងហើយហេតុផលមួយទៀតដោយសារតែការចរចាអត់ត្រូវគ្នាដែរលោកស្រីមួសុខួរក៏បានបលឹមឡើងគាត់ដើរទៅទីលានប្រជាធិបតេយ្យដើម្បីគាត់ថាគាត់ដើរដើម្បីបញ្ចេញសិទ្ធិសេរីភាពរបស់គាត់ទាមទារសិទ្ធិសេរីភាពឲ្យគាត់ធ្វើដូចម្ដងថ្ងៃនេះជាថ្ងៃទី4ហើយអាជ្ញាធរតែងតែខត់តែអីចឹងទៅលោកសំរងស៊ីដោយសារតែមិនបានបរាជ័យនៅក្នុងការធ្វើសមាជបរាជ័យក្នុងការធ្វើបាតកម្មក៏គាត់សរសេរសបុតទៅមហាក្សត្រថាជំរាបព្រះអង្គថាទូលព្រះអង្គថាអ្វីដែលលិខិតរបស់ព្រះអង្គដែលផ្ញើទៅខែ9 2013ហ្នឹងបើកសភាលើកដំបូងហ្នឹងមិនបានបង្ហាញអំពីសម្លេងរបស់ប្រជាជនខ្មែរទេសបុតហ្នឹងថាបង្ហាញអំពីប្រជាជនខ្មែរហ្នឹងគឺជារឿងមិនពិតមិនត្រឹមត្រូវទេព្រោះប្រជាជន73រៀលនាក់របស់គាត់ហ្នឹងអត់បានទទួលស្គាល់នៅសភាហ្នឹងទេនេះគឺជាចំហរបស់លោកសំរងស៊ីចុងក្រោយហើយគណៈបកប្រជាជនសភាថ្មីមិញនេះគាត់បានឆ្លើយតបថាទៅនឹងសបុតរបស់លោកសំរងស៊ីថាមានចរិតពុតបុតមានចរិតពឹសពុលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថាប័នសភានិងស្ថាប័នរាជបល្ល័ង្កចោទទៅលើលោកសំរងស៊ីជាពិសេសគណៈបកសង្គ្រោះជាតិទាំងមូលព័ត៌មានចុងក្រោយអ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានបានធ្វើការវាយប្រហាររិះគន់យ៉ាងខ្លាំងទៅលើវិទ្យុអស៊ីសេរីនិងកាសែត Cambodia Daily វិទ្យុអស៊ីសេរីគាត់បាន report ថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទទួលស្គាល់ថាมันអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្របានទេលោកផៃស៊ីផានតបមកវិញថាលោកនាយករដ្ឋមន្ត្រីអត់បាននិយាយថាអត់ admit ទេមិនបាននិយាយថាទទួលស្គាល់ទេការលើកឡើងរបស់វិទ្យុអស៊ីសេរីគឺជារឿងមួយខ្វះវិជ្ជាជីវៈពាក្យសម្ដីហ្នឹងគឺសម្ដីញុះញង់សម្ដីវាយប្រហារបុគ្គលស៊ីសេរីដូចគ្នាដែរអ្នកនាំពាក្យគណៈបព្វជិជនរដ្ឋាភិបាលក៏បានវាយប្រហារទៅលើកាសែត Cambodia Daily តាក់ទងនឹងការលក់ទង់ជាតិខ្មែរទៅឲ្យនាវាបរទេសទៅឲ្យ forensic ទៅឲ្យកប៉ាល់បរទេសរកស៊ីនៅសមុទ្រអន្តរជាតិអីចឹងទៅហើយលោកផៃស៊ីផានក៏ថាអត់បានប្រើពាក្យលក់ហ្នឹងពាក្យសូលហ្នឹងគឺមានចរិតវាយប្រហារទៅលើរដ្ឋាភិបាលនេះគឺជាព័ត៌មាន
ខ្ញុំសូមផ្ដល់ពេលវេលានេះឲ្យលោកពូគឹមវាសនាបង្ហាញពីចំណាប់អារម្មណ៍ដំបូងអំពីបញ្ហាពី topic យើងសិទ្ធិនិងអំណាចតើពីរនឹងខុសគ្នាយ៉ាងម៉េចមានន័យយ៉ាងម៉េចហើយឆ្លោះបញ្ចាំងពីឧទាហរណ៍តថភាពសង្គមយើងបច្ចុប្បន្នអញ្ចឹងខ្ញុំសូមបកគលឲ្យលោកពូចាប់ផ្ដើមនៅចំណាប់អារម្មណ៍ដំបូងហើយរួចមកយើងនឹង question answer challenge អីចឹងទៅអរគុណHello ជាបឋមខ្ញុំខំវាសនាសូមគោរពក្មួយសមាជិកសមាជិកានៃអង្គប្រជុំនៅថ្ងៃនេះជាទីគោរពនិងជាទីរាប់អានប្រធានបទយើងនៅថ្ងៃនេះគឺយើងផ្ដោតសំខាន់ទៅលើសិទ្ធិហើយនិងអំណាចកាលណាយើងនិយាយដល់សិទ្ធិហើយនិងអំណាចគឺយើងត្រូវនឹកដល់ប្រជាធិបតេយ្យពីព្រោះតែនិយាយដល់សិទ្ធិនិងអំណាចគឺវាតាក់ទងជាមួយនឹងប្រជាធិបតេយ្យនេះឯងប៉ុន្តែបើយើងនិយាយអំពីប្រជាធិបតេយ្យយើងនិយាយត្រឹមតែសិទ្ធិនិងអំណាចក៏វាមិនទាន់គ្រប់គ្រាន់ក្តោបន័យនៃពាក្យថាប្រជាធិបតេយ្យនឹងឲ្យចំឬក៏ឲ្យគ្រប់គ្រាន់អំពីខ្លឹមធំនៃប្រជាធិបតេយ្យដែរពីព្រោះសិទ្ធិហើយនិងកាតព្វកិច្ចវាគឺជាធាតុពីរដែលពេលមកគឺមកជាមួយគ្នាហើយពេលទៅក៏ទៅជាមួយគ្នាឧទាហរណ៍ដូចជាមនុស្សហើយនឹងស្រមោលអញ្ចឹងពីរហ្នឹងគឺត្រូវតែមកជាមួយគ្នាអញ្ចឹងបើសិនណាជាយើងនិយាយដល់សិទ្ធិឬយើងទាមទារសិទ្ធិកុំភ្លេចគឺនិយាយអំពីកាតព្វកិច្ចរបស់យើងផងកុំសំបីតែនិយាយអំពីប្រជាធិបតេយ្យសូម្បីតែនិយាយអំពីទំនាក់ទំនងក្រុមគ្រួសារទំនាក់ទំនងផ្សេងក្នុងសង្គមសិទ្ធិជាមួយនឹងកាតព្វកិច្ចហ្នឹងក៏ត្រូវតែមកជាមួយគ្នាដែរឧទាហរណ៍ថាទំនាក់ទំនងរវាងប្តីប្រពន្ធបើសិនណាជាយើងចង់មានសិទ្ធិលើដៃគូជីវិតរបស់យើងសូមកុំភ្លេចអ្នកត្រូវតែអនុវត្តកាតព្វកិច្ចខ្ញុំលើកឧទាហរណ៍ប្តីមួយដែលមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវពេលដែលគាត់ចង់ប្រើសិទ្ធិលើប្រពន្ធគាត់នឹងរើបអំរះគាត់ថាបងមានដែលបានបំពេញកាតព្វកិច្ចរបស់បងក្នុងនាមជាប្តីដែរឬទេបងមិនឲ្យខ្ញុំចេញទៅរកស៊ីខាងក្រៅតើបងមានរកស៊ីចិញ្ចឹមខ្ញុំដែរឬទេបើបងអត់បានបំពេញកាតព្វកិច្ចក្នុងនាមជាប្តីផងតើបងមានសិទ្ធិអ្វីមកគ្រប់គ្រងខ្ញុំត្រូវដឹងថាសិទ្ធិវាបានទៅជាប្រយោជន៍សម្រាប់ពួកយើងទាំងអស់គ្នាអញ្ចឹងហើយបានមនុស្សម្នាក់តែងតែទាមទារនៅសិទ្ធិប៉ុន្តែសូមកុំភ្លេចកាតព្វកិច្ចគឺជាការចំណាយទៅវិញអញ្ចឹងហើយបានមនុស្សវាមិនសូវចង់ទេវាទាមទារតែសិទ្ធិប៉ុន្តែវារុញចេញនៅកាតព្វកិច្ចប៉ុន្តែសូមកុំភ្លេចអាពីរហ្នឹងវាមកស្របគ្នាកាលណាអ្នកមានកាតព្វកិច្ចកាន់តែខ្លាំងអ្នកកាតព្វកិច្ចនោះវានឹងបង្កើតឲ្យអ្នកនៅសិទ្ធិកាន់តែខ្លាំងនិយាយអំពីប្រជាធិបតេយ្យគឺគេនិយាយអំពីការគ្រប់គ្រងរបស់ប្រជាពលរដ្ឋនៅលើទឹកដីរបស់ខ្លួនរបៀបនៃការចាត់ចែងការរបស់ប្រជាពលរដ្ឋនៅលើទឹកដីរបស់ខ្លួនជាទូទៅធាតុ3ដែលมันអាចខ្វះបាននៅក្នុងដំណើរការនៃការដឹកនាំរដ្ឋដោយប្រជាពលរដ្ឋទី1គឺសិទ្ធិទី2គឺកាតព្វកិច្ចនិងទី3គឺអំណាចធាតុទាំង3ហ្នឹងត្រូវមកជុំគ្នាដើម្បីឲ្យយើងអាចអនុវត្តសិទ្ធិជាម្ចាស់ក្នុងការដឹកនាំប្រទេសឲ្យបានចេញជាប្រសិទ្ធភាពឲ្យបានចេញជាផ្លែផ្កាតើធាតុទាំង3ហ្នឹងវាអត់មកជុំគ្នាទេយើងអត់អាចប្រើសិទ្ធិក្នុងនាមយើងជាម្ចាស់នៅលើទឹកដីហ្នឹងឲ្យបានជាផ្លែផ្កាឲ្យបានជាប្រយោជន៍របស់យើងទេជាពិសេសគឺមនុស្សទាំងឡាយណាដែលចង់រៀបចំដំណើរការស្រុកមួយឲ្យបានស្រួលបួលចាំបាច់ណាស់ពួកគេត្រូវតែមានចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីរបៀបនៃការដាក់ឲ្យបាននៃទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធិនិងអំណាចជាម្ចាស់ត្រូវស្ថិតក្នុងកណ្ដាប់ដៃរបស់ប្រជាពលរដ្ឋខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាវាមិនមែន
រាល់ការខិតខំរបស់យើងវាចេះតែបានសម្រេចទេបើសិនណាជាគ្រាន់តែខិតខំរួចហើយបានសម្រេចមនុស្សក្នុងโลกនេះវាគ្មានពីណាមួយក្រទេប៉ុន្តែការប្រឹងប្រែងដោយងងឹតងងុលដោយមិនយល់ដោយគ្មានទស្សនវិស័យជាផែនទីនាំផ្លូវសកម្មភាពទេការប្រឹងប្រែងនោះវាអត់បានជាប្រយោជន៍ទេជាទូទៅខ្ញុំឃើញនៅស្រុកខ្មែរមានមនុស្សច្រើនណាស់ដែលគេប្រឹងប្រែងទាមទារលទ្ធិប្រជាធិបតេយ្យទាំងគេមិនទាំងស្គាល់ថាតើគេត្រូវដាក់អ្វីខ្លះដើម្បីឲ្យបានទៅជាប្រជាធិបតេយ្យនោះផងវាគ្រាន់តែទាមទារសិទ្ធិបញ្ចេញមតិនេះនោះអីអញ្ចឹងទៅរួចហើយគេថាគេកំពុងតែទាមទារឲ្យមានប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរប៉ុន្តែដើម្បីឲ្យដាក់បានប្រជាធិបតេយ្យឬទម្រង់នៃការដឹកនាំរដ្ឋដែលសិទ្ធិនិងអំណាចជាម្ចាស់ត្រូវស្ថិតក្នុងកណ្ដាប់ដៃរបស់ប្រជាប្រដ្ឋជាអចិន្ត្រៃយ៍នោះតើគេមានទស្សនៈអ្វីខ្លះដើម្បីដាក់តើគេត្រូវដាក់ធាតុអ្វីខ្លះហើយតើគេត្រូវការពង្រៀនប្រជាប្រដ្ឋដែលជាម្ចាស់ប្រទេសនឹងឲ្យគាត់យល់យ៉ាងម៉េចខ្លះដើម្បីឲ្យគាត់ចូលរួមក្នុងការអនុវត្តដើម្បីចុងក្រោយបំផុតយើងទទួលបាននៅទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធិនិងអំណាចជាម្ចាស់ត្រូវស្ថិតក្នុងកណ្ដាប់ដៃរបស់ប្រជាប្រដ្ឋដែលយើងហៅថាសង្គមប្រជាធិបតេយ្យនោះឯងឥឡូវយើងចាប់ផ្ដើមពីការវែកញែកទៅលើធាតុមួយតាមពិតទៅថ្ងៃនេះប្រធានបទគាត់និយាយប្រធានបទដែលយើងបានទៅសេនៅលើក្តារខៀនគឺសង្កត់ទៅលើតែធាតុពីរទេទី1គឺសិទ្ធិទី2គឺអំណាចប៉ុន្តែអ្វីដែលខ្ញុំចង់បន្ថែមហើយខ្ញុំយល់ថាជាធាតុ3ដែលត្រូវមកជាមួយគ្នាមិនអាចខ្វះបានគឺកាតព្វកិច្ចឥឡូវយើងចាប់ផ្ដើមបកស្រាយអំពីសិទ្ធិសិនបងប្អូនត្រូវចងចាំថាឲ្យតែនិយាយពីសិទ្ធិគឺបានប្រយោជន៍មកយើងណាមនុស្សទាមទារសិទ្ធិហ្នឹងព្រោះអីព្រោះអាហ្នឹងវាជាប្រយោជន៍របស់យើងវាបានប្រយោជន៍មកយើងប៉ុន្តែកាលណាបងប្អូនទាមទារសិទ្ធិសូមកុំភ្លេចវាត្រូវអោបមកជាមួយនឹងកាតព្វកិច្ចជារឿងចាំបាច់ហើយយើងត្រូវកត់សម្គាល់ក្នុងខួរក្បាលរបស់យើងពិចារណារហូតដល់យើងមើលធ្លុះមើលឃើញថាតើអ្វីទៅដែលហៅថាសិទ្ធិជាទូទៅអ្វីដែលបងប្អូនអាចធ្វើបានទាំងអស់កុំសំបីតែបងប្អូនមានអារម្មណ៍មនសិការរបស់បងប្អូនប្រាប់ថាត្រឹមត្រូវសូម្បីតែអ្វីដែលបងប្អូនមិនយល់ថាវាមិនត្រឹមត្រូវរួចហើយបងប្អូនសម្រេចចិត្តធ្វើហ្នឹងក៏អាចធ្វើបានដែរពីព្រោះនេះគឺជាសេរីភាពឧទាហរណ៍ថាយើងទៅធ្វើចោលប្លន់គេថាអានឹងចោលប្លន់វាខុសច្បាប់ប៉ុន្តែវាគឺជាសេរីភាពរបស់យើងព្រោះយើងជ្រើសរើសផ្លូវហ្នឹងគេថាបើយើងធ្វើអញ្ចឹងវាជាប់គុកខ្ញុំអាចនិយាយបានថាចុះបើខ្ញុំជ្រើសរើសផ្លូវជាប់គុកនេះឯងធ្វើឲ្យខ្ញុំវាអស់តែប៉ុណ្ណឹងអាសេរីភាពដែលអត់មានព្រំដែននឹងហើយត្រូវបានគេចងក្រងកាត់កងឲ្យคล้ายទៅជាសិទ្ធិជាទូទៅតែនិយាយអំពីប្រជាធិបតេយ្យសិទ្ធិគឺអ្វីដែលជាសេរីភាពហើយត្រូវបានកំណត់ឡើងដោយច្បាប់ឲ្យបានទៅជាប្រយោជន៍របស់បុគ្គលម្នាក់អានឹងហៅថាសិទ្ធិបងប្អូនពេលដែលបងប្អូនលូកមាត់និយាយខ្ញុំឮអ្នកនិយាយច្រើនណាស់សិទ្ធិសេរីភាពសិទ្ធិសេរីភាពប៉ុន្តែគេមិនពាល់ត្រូវពាក្យមួយនឹងមានន័យថាម៉េចបើនិយាយពីសេរីភាពគឺចង់និយាយថាធ្វើអីក៏បានគេថាហេបើធ្វើអីក៏បានចឹងងាប់គេងាប់ឯងអញ្ចឹងហើយសេរីភាពព្រោះតែសេរីភាពវាគ្មានព្រំដែនអញ្ចឹងហើយបានគេយកសេរីភាពទាំងអស់ហ្នឹងមកកាត់កងឲ្យទៅជាសិទ្ធិសិទ្ធិគឺអ្វីទាំងអស់ដែលបានចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញរួមទាំងសេចក្តីថ្លែងការណ៍ជាសកលអំពីសិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិដែលប្រទេសមួយបានចុះហត្ថលេខាយកមកធ្វើជាបាតគ្រឹះក្នុងការតែងច្បាប់សម្រាប់ប្រទេសនីមួយអញ្ចឹងបងប្អូនពេលដែលបងប្អូននិយាយបងប្អូនត្រូវគិតឲ្យដឹងច្បាស់ថាស្អីហៅថាសេរីភាពស្អីហៅថាសិទ្ធិបើយើងនិយាយពីកែវឲ្យដឹងថាកែវនោះវាមិនបើយើងនិយាយពីតុកឲ្យដឹងថាតុកវាមិនសេរីភាពគឺនិយាយថាវាអត់មានព្រំដែនទេសេរីភាពគឺអត់មានព្រំដែនទេហួសទាំងច្បាប់កំណត់យើងចង់ជាប់គុកយើងចង់ស្លាប់គេយើងចង់ស្អីវាជាសេរីភាពរបស់យើងតែនិយាយដល់សេរីភាពគឺថាគ្មានព្រំដែនតែកាត់កងឲ្យវាសមហេតុសមផលតាមការពិចារណាប្រកបដោយមនសិការគួរតែសេរីភាពរបស់មនុស្សនៅតែប៉ុណ្ណេះកាត់កងទៅសេក្នុងច្បាប់ចេញជាសិទ្ធិភ្លាមជាទូទៅនេះគឺនិយាយពីជាទូទៅវាមិនទាំងអស់ទេវាមានសិទ្ធិខ្លះក្នុងតំណែងតំណងប្តីប្រពន្ធអីអញ្ចឹងក្នុងក្រុមគ្រួសារអីសិទ្ធិទាំងអស់នោះវាមិនមែនចែងក្នុងច្បាប់ទេប៉ុន្តែក៏វាត្រូវកំណត់ដោយមនសិការរបស់មនុស្សថាណែក្នុងតំណែងតំណងរបស់ប្តីប្រពន្ធប្តីគួរមានសិទ្ធិលើប្រពន្ធប៉ុណ្ណេះប្រពន្ធគួរមានសិទ្ធិលើប៉ុណ្ណេះមានន័យថាទោះបីជាយើងមិនបានយកសេរីភាពមកកាត់កងឲ្យចេញជាច្បាប់សរសេររវាងប្តីប្រពន្ធក៏ពិតមែន
ก็ปันใต้เยื้องถึงออกนี้บานโยสอบทวีกัวแต่ปันไหนวีกัวแต่ปันไหนนู่หายคือเจียสิทธิ์เราเป็นสไลเพียบยี่ปีปาลาดมองยังจ้องจอบกกยังจ้องเธอเจ้ายังจ้องรถบนคืนยินเบียชีสไลเพียบมายังไหนจ้องเธอไอ้เธอเฮ้ขยมจ้องเธอเจ้าไปเธอเจ้าก็จับดักกกไปจับดักกกเสียจากขยมนั่งชีสไลเพียบบอกขยมจังเป็นแต่บางคนลูกมดใหญ่สไลเพียบลูกมดใหญ่ถ้าสิทธิ์ขนมคั่วกบาเราบอกยืงปอลอะไรเตยก็มาเอาเวียขมาเกะขลุ่นไอ้ใหญ่เอาตั้งฉบับไอ้พ้องเขายืงโยแต่ประโยชน์เกะประโยชน์ทำไมปัญหามันมีในทาขยมใหญ่นั่งเวียเตยแต่ฉบับมันเอาพวกขโมยขบวยนั่งสู้ดังดาวตีขอนแต่ขยมโยแต่ขยมมีฉบับให้ปัญหาเบอร์สนาจีบขโมยโยทำเวียมันเตยหรือเวียมันฉบับถ่วงหน้าเด็กขยมใหญ่นั่งขโมยอาสู้ดังดาวขยมสรบมาวิ่งซึดคือเชี่ยสไลเพียบได้เตยเกยกมากัดก้องรุ่ยหายบานจองกรองเชี่ยบับเอาเตยเชี่ยประยาวสำหรับผู้ยืงต่างออกเนี่ยจังบานมันนึกมันเนี่ยเวียเตรียมเตียนนะนึกเซตปีพวกเวียบานเชี่ยประยาวบ่าเวียขโมยแต่ใช้มือแต่เซตมวยน้ำบานเตยเชี่ยประยาวบกุลบานเตยเชี่ยประยาวครบเนี่ยปันตาเบิกขโมยเตรียมเตียนเซตคอมเพล็กนะขนมรถทำนึงก็ได้ขนมฉบับเซ็งก็ได้ขนมตำเนะตำนองได้แบบปนหรือมัดแพะก็ได้เวียเตยแต่บังการนั่นก็ตับประกิหายแต่ขโมยอดอันวัดกับตับประกิหายเซตนั้นก็อดบานเลยปีพวกปีนั้นไปเถิดมาเอาจุ่มขี้ตะมองจังบานเชี่ยตูเต๋อเกตายในดีอัมพีขัดตับปะกัจระบอบไปเจียบรถขนมเลี้ยมเชี่ยมาจ้ามันเต๋อแต่ยีอัมพีแต่เซตระบอบไปเจียบรถขนมเลี้ยมเชี่ยมาจ้าเต้เนี่ยไอ้เต๋อเมียนกัดตับปะกัจขนมเลี้ยมเชี่ยมาจ้าปะเต้พ้องจบไปเจียบรถขมายยังกลักวันยีตาหึงอยู่บ่ายตกไอเกตเต๋อจังบานยำทักเกจิจวนนั้นซ้อมไหมแต่เตรียมเตี้ยเซตไอ้บอดอันวัดกัดตับปะกัจขนมเลี้ยมเชี่ยมาจ้าพอโน้เนี่ยคลาสปลาตั้งเปียทามาเจยำอดโจจัดนโยบายอดโจจัดมั้ยอันนั้นวิมันจะเรื่องโจจัดเรื่องมันโจจัดนะวิจะเรื่องกระตับปะกัดยังในเตียจุ่มขึ้นนี่ให้ได้ไปแก่ให้บ่เตียยังปรับแก่ทักขยมอดโจจัดบ่เตียให้โจขยมนั่งโจจัดขยมนั่งโจจัดยมโจจัดแต่เนยยมโจจัดแต่ปลาเตียนั่งแต่ยมอดโจจัดช่วยบ่เตียนั่งเตะไม่เตยจังมันตรองนั่งได้ยังมีสิทธิ์ขนมกาได้เอาไปเชียร์ประทัดได้กดมันกึศกู้นโยบายก็ไทยมัสไลขยมใหม่บาเชียร์สไลเพียบบอกกดได้กดมันโจชัดขยมก็มีสไลเพียบขนมกาสไลเอาได้ไม่ไอ้เขาหายเยอะไตรยัวเอาจะบ้าขนมจัดหาสไลเพียบบอเยอะนั่งเวียคือเชียร์สไลเพียบได้เวียไปจ้าจะมวยนั่งเพียบตรำเตยในมันเนี่ยสกาบอเยอะอุติหอมมันขโมยใหญ่ท่าយើងមិនចង់បោះផ្ទះយើងមិនចង់គិតគូរបញ្ហាប្រទេសជាតិវាជាសេរីភាពរបស់យើងប៉ុន្តែមានន័យថាសេរីភាពនឹងត្រឹមត្រូវណាស្របតាមមនសិការណាវាជាសេរីភាពក្មួយអាចមានសេរីភាពធ្វើចឹងបានប៉ុន្តែវាគឺជាសេរីភាពមួយដែលវាមិនត្រឹមត្រូវដែលអ្នករស់នៅក្នុងផ្ទះហ្នឹងមានសិទ្ធិក្នុងការស្ដីឲ្យក្មួយហើយវាឆ្លោះទាស់តែងគ្នាទៅទីបំផុតផ្ទះយើងវាខ្ទេចខ្ទីទៅបើសិនណាជាក្មួយជ្រើសរើសផ្លូវហ្នឹងអាហ្នឹងវាជាការជ្រើសរើសផ្លូវរបស់ក្មួយមួយក្នុងការសម្រេចចិត្តថាតើផ្ទះរបស់ក្មួយនឹងវាត្រូវមានរៀងរើវាត្រូវមានសភាពលក្ខណៈបែបម៉េចបើក្មួយចង់ឲ្យមានចំនួនក្នុងគ្រួសារក្មួយចូលចិត្តអញ្ចឹងមួយធ្វើទៅប្រទេសយើងសប្តាហ៍ថ្ងៃមិនឯកភាពគ្នារឿងហ្នឹងតាមានប្រជាពលរដ្ឋមួយចំនួនគាត់ថាគាត់អត់ចូលចិត្តនយោបាយគាត់អត់ខ្វល់ប៉ុន្តែបើគាត់អត់បានសិទ្ធិអ្វីដែលគាត់បានចែងក្នុងច្បាប់តែធានាពីសិទ្ធិរបស់គាត់មកទាមទារនេះវាបញ្ហានៅត្រង់ហ្នឹងដែលខ្ញុំនិយាយថាក្នុងនាមជាអ្នកដែលមានចិត្តខ្វាយខ្វល់ក្នុងការរៀបចំស្រុកទេសណាអ្នកមិនមែនគ្រាន់តែត្រឹមតែចង់ធ្វើចង់ជួយប្រទេសជាតិអ្នកមិនយល់អំពីរបៀបនៃការរៀបចំធ្វើម៉េចឲ្យវាដំណើរការទៅកើតក៏រៀបអត់បានដែរខ្ញុំឃើញមនុស្សខ្មែរច្រើនដែលខ្វល់ខ្វាយពីរឿងនយោបាយតែគេអត់យល់ពីរបៀបនៃការរៀបវាអត់មានទស្សនៈដល់ពេលអញ្ចឹងមិនដឹងរៀបម៉េចមនុស្សច្រើនមែនប៉ុន្តែលូតទៅលូតមកគេថាគ្នាច្រើនសំក្លោចវាអត់ចេញជាអីរួចទេថយមកក្រោយវិញតែនិយាយដល់សិទ្ធគឺនិយាយដល់សេរីភាពដែលត្រូវបានកាត់កងឲ្យវាសមរម្យល្មមតាមរយៈមនសិការរបស់យើងថាតើមនុស្សដើម្បីឲ្យคล้ายទៅជាមនុស្សមានសេចក្តីថ្លៃថ្នូរគួរមានសិទ្ធិអ្វីខ្លះគេទៅសេរួចហើយចងជាច្បាប់ចងជារដ្ឋធម្មនុញ្ញឬសេចក្តីថ្លែងការណ៍សកលឲ្យបានទៅជាប្រយោជន៍សម្រាប់បុគ្គលម្នាក់ៗត្រូវចងចាំសិទ្ធិគឺជាសេរីភាពដែលត្រូវបានកាត់កងតាមរយៈមនសិការរបស់យើងគិតថាតើមនុស្សវាត្រូវមានសិទ្ធិអីខ្លះដើម្បីរស់ក្នុងសេចក្តីថ្លៃថ្នូរហើយសូមកុំភ្លេចប្រើពាក្យថាវាបានជាប្រយោជន៍សម្រាប់បុគ្គលម្នាក់ៗប៉ុន្តែក្នុងការអនុវត្តជាក់ស្ដែងសូមកុំភ្លេច
ដើម្បីអនុវត្តសិទ្ធិដែលបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញសេចក្តីថ្លែងការណ៍ទៅបានវាត្រូវមានអំណាចឧទាហរណ៍ថាគេប្រាប់យើងថាយើងមានសិទ្ធិគេចែងយើងមានសិទ្ធិចូលក្នុងផ្ទះហ្នឹងយើងមានសិទ្ធិចូលក្នុងផ្ទះហ្នឹងបានចែងដោយច្បាប់ថាយើងមានសិទ្ធិចូលក្នុងផ្ទះហ្នឹងប៉ុន្តែនៅក្នុងផ្ទះហ្នឹងគេលែងខ្លាមួយនៅហ្នឹងហើយយើងចេះតែទាមទារសិទ្ធិអីថាខ្ញុំមានសិទ្ធិខ្ញុំចូលប៉ុន្តែខ្លាមួយវានៅក្នុងហ្នឹងអញ្ចឹងយើងអត់ហ៊ានចូលមកតែហ្មងនេះត្រង់ហ្នឹងដែលខ្ញុំចេះតែនិយាយសពថ្ងៃឃើញមនុស្សចេះតែទាមទារសិទ្ធិខ្ញុំថាអំណាចវាប្រមូលផ្ដុំនោះឃើញអត់នោះអំណាចវាប្រមូលផ្ដុំនោះហើយយើងទៅទាមទារការប្រើសិទ្ធិដល់ពេលអញ្ចឹងហើយបានទៅងាប់ហើយដល់ពេលទៅងាប់តាំងយើងបន្ទោសថាខ្លាចេះតែស៊ីខ្ញុំថាខ្លាវាអញ្ចឹងហើយដល់ពេលយើងយល់ថាខ្លាមួយនឹងវាកាចយើងមិនព្រមនាំគ្នាប្រមូលដើម្បីធ្វើឲ្យប្រព័ន្ធដឹកនាំរដ្ឋហ្នឹងកុំឲ្យមានអំណាចប្រមូលផ្ដុំទៅលើបុគ្គលយើងនឹកឃើញដល់ដោបុគ្គលហ្នឹងចោលដាក់បុគ្គលថ្មីដែលវានៅលើអំណាចដដែលអាត្រង់ហ្នឹងដែលខ្ញុំថាខ្ញុំមិនទៅទេខ្ញុំមិនចូលរួមទេគេរុញយ៉ាងម៉េចក៏ខ្ញុំក្រាញដែរពីព្រោះយើងបានសិក្សាច្រើនអំពីរបៀបនៃការធ្វើឲ្យប្រជាពលរដ្ឋអាចប្រើសិទ្ធិជាម្ចាស់របស់គាត់បានគឺវាតាក់ទងជាមួយនឹង check and balance វាតាក់ទងជាមួយនឹងការធ្វើឲ្យមានតុល្យភាពអំណាចរវាងអ្នកកាន់ការងារស្រុកទេសជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសកាលណាវាមាន balance អំណាចនឹងវាចេញមកឯងបងប្អូនត្រូវពាល់ឲ្យត្រូវរឿងពាក្យថាអំណាចហ្នឹងអំណាចมันអាចយកមកទៅសេលើច្បាប់បានទេឧបមាថាគេជាខ្លាហើយយើងថាយើងមានអំណាចក្នុងការវាយខ្លាគេឲ្យអំណាចទេប៉ុន្តែគេខ្លាណាវានៅតែខ្លាហើយយើងទៅសេក្នុងច្បាប់ថាយើងមានអំណាចក្នុងការវាយខ្លាខ្ញុំថាអំណាចទេអានឹងសិទ្ធតាពីព្រោះអំណាចគេនិយាយពីលទ្ធភាពដែលយើងអាចធ្វើទៅបានលទ្ធភាពដែលយើងអាចធ្វើទៅបានអញ្ចឹងក្នុងរឿងការអនុវត្តសិទ្ធិឲ្យបានទៅតាមការចែងនៅក្នុងច្បាប់នៅសិទ្ធិរបស់យើងលុះត្រាតែមានអំណាចលុះត្រាតែយើងមានអំណាចអមតែយើងអត់មានអំណាចទេអាសិទ្ធិទាំងអស់បានចែងក្នុងច្បាប់ហ្នឹងប្រើអត់បានហ្មងស៊ីសងលើគេឲ្យប្រើគេមិនឲ្យប្រើហើយទៅនឹងវាមិនធានានៅភាពក្នុងការប្រើសិទ្ធិជាអចិន្ត្រៃយ៍វាអត់មានណាវាអត់មានភាពជាអចិន្ត្រៃយ៍អាចលោកពូជិតចប់នៅអាចចាំដល់ពេលនេះចាំអាចលោកពូបញ្ចប់នឹងបន្តិចហើយចាំយើងចាប់ដើម question ប្រហែលជាមកពីពូចង់បញ្យល់ក្មួយឲ្យដូចអ្វីដែលពូយល់ហើយសមត្ថភាពរបស់ពូនឹងវាមិនដល់ក៏មិនដឹងពីព្រោះពូយល់ថាអ្វីដែលពូនិយាយខាងដើមហ្នឹងវាគឺជាចម្លើយសម្រាប់ក្មួយទៅហើយស្រាប់តែដល់ពេលក្មួយងើបសួរដដែលពូមានអារម្មណ៍ថាមកពីពូវាអត់សមត្ថភាពបញ្យល់ទេមិនដឹងពូមិញហ្នឹងពូចង់និយាយថាបើសិនណាជាយើងគេចែងសិទ្ធថាយើងមានសិទ្ធចូលផ្ទះប៉ុន្តែក្នុងផ្ទះរបស់យើងមានខ្លាមួយដើម្បីឲ្យយើងមានសិទ្ធហ្នឹងសិទ្ធរបស់យើងមិញដែលសិទ្ធរបស់យើងថាចូលផ្ទះហ្នឹងប្រើទៅកើតលុះត្រាតែយើងធ្វើម៉េចឲ្យខ្លាហ្នឹងคล้ายទៅជាកូនឆ្លុះឲ្យមានតុល្យភាពអំណាចកម្លាំងវាស្មើនឹងយើងពេលនោះគឺយើងអាចចូលផ្ទះរបស់យើងបានហើយជៀសវាងដែលយើងយល់ថាខ្លាមួយនេះកាចរួចហើយយើងលើកខ្លានឹងចេញយើងដាក់ខ្លាមួយមកទៀតហើយយើងចេះតែប្រើពាក្យថាសូមអ្នកទាំងអស់គ្នាប្រើសិទ្ធទៅសប្ងៃហ្នឹងគេថាសូមអ្នកទាំងអស់គ្នាប្រើសិទ្ធកុំខ្លាចខ្ញុំថាប្រើសិទ្ធកុំខ្លាចមិនឧបមានៅទីលានប្រជាធិបតេយ្យខ្ញុំនិយាយរួចខ្ញុំទៅដល់ផ្ទះគេទៅតាមខ្ញុំដល់ផ្ទះគិតមិនវាជាក់ស្ដែងអញ្ចឹងណាបើមិនជឿយើងកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីនឹងអស់ហើយយកដូចជាអង្គរៈអង្គអីគាត់ចេញណាយើងមានអារម្មណ៍ថាពេលណាយើងនិយាយទៅវាអត់មានបញ្ហាអីដល់ខ្លួនយើងគឺថាដណ្ដើមក្បាលមេក្រូគ្នានិយាយហ្មងវាចេញឯងហ្មងណាវាមានន័យថាយើងឥតមានអារម្មណ៍ភ័យខ្លាចអញ្ចឹងខ្ញុំចង់ប្រាប់ថាអំណាចក្មួយត្រូវពាល់ឲ្យត្រូវដោយខ្លួនឯងគេមិនបានយកមកចែងក្នុងច្បាប់ថាក្មួយត្រូវមានអំណាចចេះចុះទេអំណាចហ្នឹងវាកើតមកពី check and balance វាមានតុល្យភាពអំណាចគ្នាវាធ្វើឲ្យមនុស្សហ្នឹងអាចប្រើសិទ្ធិបានហ្មងអញ្ចឹងបានយើងសង្កត់ធ្ងន់ណាស់ទៅលើការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីដែលតាំងពីដើមរៀងរៀបមកពីយើងកុំថាពីដើមរៀងរៀបពេក
យើងថាពីចិត្ត9មកចោះវាអត់មានអ្នកណាមួយមានការចាប់អារម្មណ៍ទៅលើការទៅសេប្រព័ន្ធដឹកនាំរដ្ឋវាមានទៅសេច្បាប់គ្រប់គ្រងប្រជាប្រដ្ឋវាអត់មានទៅសេច្បាប់រដ្ឋបាលដើម្បីកំណត់អំណាចរបស់អ្នកដឹកនាំរដ្ឋវាអត់ក្មួយមើលតាំងពី79អត់មានសោះគេទៅសេតែច្បាប់ដែលតាក់ទងជាមួយនឹងការគ្រប់គ្រងប្រជាប្រដ្ឋវាអត់មានទៅសេច្បាប់រដ្ឋបាលដើម្បីកាត់បន្ថយអំណាចកុំឲ្យអ្នកកាន់ការងារស្រុកទេសហ្នឹងគាត់មានអំណាចហួសហេតុរហូតដល់ពេលណាយើងប្រើសិទ្ធិស្របច្បាប់របស់យើងចេះតែមានអារម្មណ៍ភ័យខ្លាចអញ្ចឹងក្មួយគាត់សម្គាល់បាននៅពាក្យថាអំណាចវាអត់បានចែងក្នុងច្បាប់ថាក្មួយត្រូវមានអំណាចទេទោះបីគេចែងថាក្មួយត្រូវមានអំណាចក៏ដោយតែវាអត់មាន balance នឹងគ្នាអត់មាន check and balance នឹងគ្នាគឺថាវាប្រើសិទ្ធិនឹងអត់បានហ្មងវាចេញអញ្ចឹងហ្មងហើយអញ្ចឹងសួរតែអំណាចមាននៅពេលណាថាអំណាចមាននៅពេលដែលយើងធ្វើប្រព័ន្ធឲ្យមាន check and balance ដូចជាកាត់បន្ថយអង្គរៈអីចេញអញ្ចឹងធ្វើច្បាប់អញ្ចឹងទៅបោះឆ្នោតរើសតំណាងរាស្ត្រដូរចេញពីព្រោះសប្តាហ៍ថ្ងៃយើងបោះឆ្នោតឲ្យបាក់ដល់ពេលអញ្ចឹងយើងចេះតែមានអារម្មណ៍ថាមកពីតំណាងរាស្ត្រហ្នឹងអត់មានឆន្ទៈគោរពរាស្ត្រការពិតគឺយើងបានផ្ដល់សេចក្តីទុកចិត្តទៅបាក់រួចឲ្យបាក់រើសតំណាងរបស់គេអញ្ចឹងវាអត់មានភាពឯករាជ្យដាច់រវាងស្ថាប័នសភាជាមួយនឹងស្ថាប័នរដ្ឋាភិបាលសួរថាឲ្យសភាដែលមានមតិភាគច្រើនស្ថិតនៅក្រោមឥទ្ធិពលរបស់មេបកហើយឲ្យគាត់ហ៊ានធ្វើញត្តិដើម្បីទម្លាក់នាយករដ្ឋមន្ត្រីមិនបានបើមេបកគាត់ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីដោយសម្លេងភាគច្រើនក្នុងរដ្ឋសភាដែលការពីជាប់ឆ្នោតមកគេបោះឆ្នោតតែឲ្យបាក់ហើយបាក់រើសហ្នឹងយើងអង្គុយគិតតែយើងអ្នករៀបចំស្រុកទេសហើយដល់ពេលយើងអត់ទាន់បានធ្វើឲ្យប្រព័ន្ធហ្នឹង check and balance ផងហើយយើងចេះតែទៅចង្អុលមុខរដ្ឋសភារបស់យើងតំណាងរាស្ត្ររបស់យើងហើយយើងចេះនិយាយថាតំណាងរាស្ត្រឯងមិនកុំធ្វើតាមខ្ញុំបើខ្ញុំធ្វើតំណាងរាស្ត្រខ្ញុំថាខ្ញុំមានតំណាងរាស្ត្ររបស់អ្នកឯងពីថ្ងៃណាហាថ្ងៃនេះឯងបោះឆ្នោតឲ្យបាក់ខ្ញុំតើបាក់ខ្ញុំបញ្ជូនខ្ញុំមកតើហើយខ្ញុំទៅដកមេបាក់ខ្ញុំមិនបានយើងអ្នករៀបចំស្រុកយើងត្រូវគិតកុំនាំគ្នារំដូចរំវងរំអញ្ចឹងឡើងហុយដីឃើញតែតវ៉ាប៉ុន្តែវាអត់ចេញជាផ្លែផ្កាអីរួចអញ្ចឹងសរុបមកវិញសិទ្ធិគឺជាសេរីភាពដែលត្រូវបានកាត់កងដោយច្បាប់ដើម្បីឲ្យទៅជាផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នាអំណាចគឺជា balance រវាងគ្រប់មនុស្សគ្រប់គ្នាមិនមែនតែនាយករដ្ឋមន្ត្រីទេនៅក្នុងប្រទេសមួយគេត្រូវធ្វើឲ្យមាន balance ដើម្បីលេចចេញអំណាចនឹងមកហើយមានតែពីរនឹងហើយសូមកុំភ្លេចកាតព្វកិច្ចបើសិនណាជាយើងអត់មកប្រជុំគ្នាថ្ងៃនេះហើយយើងអត់រួបរวมគ្នាយល់គ្នាឲ្យត្រូវរួចហើយចាប់ដើមធ្វើទាំងអស់គ្នាមានន័យថាយើងបានបំពេញកាតព្វកិច្ចរបស់យើងកុំសង្ឃឹមថាបានអញ្ចឹងអាធិប3ហ្នឹងខ្ញុំសូមសរុបមកវិញសិទ្ធិអំណាចហើយនឹងកាតព្វកិច្ចត្រូវមកជុំគ្នាអរគុណលោកពូច្រើនដែលបានបកស្រាយក្បោះក្បាយឲ្យលើចាប់ដើមសំណួរគ្នាយើងមានសំណួរសួរលោកពូតាក់ទងរឿងសិទ្ធិអំណាចកាតព្វកិច្ចអាចប្រៀបធៀបជាមួយស្ថានភាពនយោបាយបច្ចុប្បន្នដែលគណៈបកប្រឆាំងកំពុងតែចេញសិទ្ធិប្រកបអីហ្នឹងយើងអាចសួររឿងហ្នឹងបានបាទជំរាបសួរខ្ញុំដារិនខ្ញុំសូមចាប់អារម្មណ៍មុនដំបូងតិចតាក់ទងនឹងការទំនាក់ទំនងរវាងសិទ្ធិនិងអំណាចហើយចាំខ្ញុំសូមសួរបងសំណួរនៅក្រោយខ្ញុំគ្រាន់យល់ខុសពីបងតិចតាក់ទងទៅនឹងសេរីភាពខ្ញុំគិតថាសេរីភាពរបស់មនុស្សមានព្រំដែនរបស់សេរីភាពរបស់មនុស្សគឺនៅត្រង់ដែលគាត់គេហៅថា cross the red line គាត់ដើរបន្ទាត់ក្រហមទៅព្រំដែនអ្នកដទៃមានន័យថាសេរីភាពរបស់គាត់អាចធ្វើបានទាំងអស់ប៉ុន្តែហាមមិនឲ្យប៉ះពាល់ដល់សេរីភាពអ្នកដទៃអញ្ចឹងហើយកន្លែងនេះគឺជាព្រំដែនកំណត់សេរីភាពអញ្ចឹងដើម្បីខ្ញុំគ្រប់គ្រងព្រោះយើងមិនអាចចែងច្បាប់ក្នុងការកំណត់សេរីភាពរបស់មនុស្សទេឧទាហរណ៍ដើរហើរពេលយប់ពេលអីយើងអត់មានបាច់ចែងទេដើម្បីឲ្យសេរីភាពនឹងមានការលួចបងមានប្រសាសន៍អញ្ចឹងថាអនុវត្តឬក៏ទទួលអំណាចឬក៏កាតព្វកិច្ចច្បាស់លាស់យើងត្រូវចែងនឹងសិទ្ធិប៉ុន្តែខ្ញុំយល់ថាសិទ្ធិហ្នឹងដើម្បីឲ្យសិទ្ធិនឹងអនុវត្តបានលុះត្រាតែចែងជាច្បាប់បានកំណត់អំណាចនិងកាតព្វកិច្ចរួចហើយមានន័យថាឧទាហរណ៍ច្បាប់ស្ដីពីគ្រប់គ្រងស្អីផ្សេងក្នុងហ្នឹងគេបានចែងអំណាចបែងចែកភារកិច្ចនិងកាតព្វកិច្ចហើយច្បាប់មានសិទ្ធិចាប់បង្ខំឲ្យអនុវត្តឬមិនអនុវត្តហើយខ្ញុំគិតថាសង្គមខ្មែរបច្ចុប្បន្នទោះបីជាប្រព័ន្ធ check និង balance វាមិនទាន់មានដែលយើងអាចថាមានចែងនៅក្នុងច្បាប់ហើយប៉ុន្តែបញ្ហាសំខាន់គឺនៅត្រង់ថាការអនុវត្តច្បាប់អត់មានប្រសិទ្ធភាពគេថាប្រទេសមិនព្រមអនុវត្តច្បាប់
ត្រឡប់មកវិញខ្ញុំសូមសួរសំណួរពូបងចំនួន2 3តងទី1តកតងទៅនឹងប្រភពនៃអំណាចតើគិតថាបងប្រភពអំណាចនេះបានមកពីណាហើយវិធីសាស្ត្រក្នុងការកាត់បន្ថយអំណាចរដ្ឋដែលបងមានប្រសាសន៍ថាត្រូវមិនត្រូវដូរមនុស្សទេត្រូវដូរប្រព័ន្ធអញ្ចឹងទំនាក់ទំនងរវាងមនុស្សនិងប្រព័ន្ធមួយណាកើតមុនមួយណាកើតក្រោយតើបើចង់ដូរប្រព័ន្ធតើយើងចាំបាច់